ថាគំនុំភ្លើងក្នុងចេញទៅក្រៅនឹងគំនុំពាក្យអំពីញាតិសន្តានរបស់ខ្លួនគឺខាងឪពុកម្ដាយហើយយកទៅអធិប្រាយនិយាយស្ដីបលឺសូរពាក្យអ្វីដែលពំកប់បីគំនុំហៅទៅដល់ឪពុកក្មេកម្ដាយក្មេកបានហើយគំនុំរឿងរ៉ាវពីឪពុកក្មេកម្ដាយក្មេកចូលមកផ្ទះខ្លួនវិញទុកជាភ្នក់ភ្លើងមិនមែនចំណេញមួយទៀតត្រូវចេះថែភ្នក់ទាំងបីខាងម្ដាយឪពុករបស់ខ្លួនភ្នក់ភ្លើងមួយពុកក្មេកម្ដាយក្មេកទុកជាពីរហើយស្វាមីទុកជាភ្នក់ភ្លើងទាំងបីត្រូវស្រីចេះថែរក្សាបានរីឯមិនឆ្លាតតែហ៊ានប្រមាថមុខជាភ្លើងអស់ទៅនឹងវិឆេះវាទៅជាឆាទៅជាប្រេះមិនបានដូចសេចក្តីប្រាថ្នាពោទាំង10យ៉ាងនេះពុកម្ដាយដែលនៅក្នុងផ្ទះទុកជាទេវតាពេលនឹងពនាងវិសាខាបានស្ដាប់ពោ10ប្រការហើយក៏គ្មានក្មៃលាទននឹងជ័យសិទ្ធិបណ្ឌិតក៏មិត្តនាំគូផោះស្ដាបុណ្យវឌ្ឍនៈបុត្រាក៏នាំនាងធីតាសិទ្ធិមឹកគាថាខ្ញុំមានទ្រព្យសម្បត្តិសិតតែមានតកូលឈ្មោះមឹកគាមិនបាច់រុញរាមិនបាច់ចាំចែករបស់អ្វីមានតែប្រដាប់ស្លៀកប្រាក់ហើយនឹងខ្សែថៃមានរថប្រទេសសលៃដើម្បីដឹកនាំខ្ញុំកំដរវិលមកមកគាសិទ្ធិបាច់យកអីទៅពីស្រុកកំណើតខ្លួនទេនាងវិសាខារិះរាយក៏សុំវន្ទាមេដាបិតាចេញពីដែនសាកេតសណ្ដៅផ្ទះមកគាសិទ្ធិមហារឿងនឹងជាហេតុតែឲ្យអស្ចារ្យបងប្អូនគ្រាបត្រាធ្លាប់ដឹងសេចក្តីថ្លែងពីសេះកមុំសេះកំឡោះសុទ្ធតែ500ផ្លោះចូលខ្នងគោកមុំកំឡោះ500សិទ្ធិរបស់អើតំណងចេញពីក្រោយបើមិនជប់អ្វីហើយមនុស្សក៏ចឹងដែរប្រុស500ស្រី500មករជួយពេញទឹកពេញដីមិនបាច់ឲ្យចាំចែកអ្វីមកដល់គោរពដល់នាងស្រីសេះដំរីក៏500ដែរស្រាប់តែបាក់ពយសយនេះបានសេចក្តីតែកម្មវិធីមិនបាច់ជ័យប្រាប់ហើយទៅនារីនឹងគេមានច្បាប់គួរឲ្យអស្ចារ្យរបស់របរអស់ទាំងនោះស្រាប់តែចេញរត់តាមនាងវិសាខាចំណែកឯរឿងបៃតាមិនបាច់ចាំមានណាទៅទុកជាប់ឡើយរបស់របរអស់ទៅនឹងតាមដឹងដោយបុណ្យវាសនាវិសាខាពិតជាកំពូលនារីដែលមានឫទ្ធិឲ្យកាន់ធម៌ទស្សពិតនៅឫទ្ធិនរាសីត្រូវតែរបស់អស់ទាំងនោះចេញឲ្យតាមមិនបាច់ចាំខត់ហាមស្ដាប់អីនាងបានចេញមកនៅខាងប្តីបានសេចក្តីទៅមកនៅខាងបុណ្យវឌ្ឍនៈបុត្រារឿងនឹងវាមានពីបុរាណហើយលំអានតាំងពីជំនាន់ព្រះឪពុកក្មេកឈ្មោះមគានឹងដឹងថាវិសាខានឹងឧបត្ថម្ភព្រះជាញោមឧបត្ថម្ភកាលណាពាក្យថាញោមត្រូវប្រើប្រាស់ពីបុរាណជាធម្មតា
បើនិយាយពីតួនាងវិសាខាគឺថាមិនមែនជាបងព្រះអ្វីកាលក្នុងសម្ពុទ្ធបរមមកគ្រូទុកជាគំរូរស់កៃរននាងនេតគ្រប់គ្រាន់ពេលនឹងចេញឆ្ងាយអំពីទនិញជ័យសិទ្ធិហាក់ដូចជាឃ្លាតពីមហាវិហារចិត្តពន្ធសកលកុដដីដល់មកនៅខាងប្តីខ្លែងពីពុកក្មេកគឺមុខគាសិទ្ធិលេងអត់មានត្រូវនឹងនាងឡើយថ្ងៃហើយរែងស្អប់នាងវិសាខានារីគ្រប់10ក៏រាប់ទៅគ្មានខ្វះឡើយប៉ុន្តែសាសនាវាមិនត្រូវគ្នាមុខគាបានឃើញហើយនៅកន្តំស្ងៀមកន្តើយមិនមែនតបឆ្លើយរាប់អានអ្វីឥឡូវអញជ្រុលទៅរៀបការព្រោះយល់ថានារីរូបល្អហើយគេកូនអ្នកមានមិនមែនអ្នកក្រប៉ុន្តែឥឡូវនេះអញហើយវាខកចិត្តអស់មានរោគរឿងទាស់ជាមួយស្រីពីព្រោះដឹងថាវានេះជាមនុស្សអាស្រូវមិនន័យត្រូវនឹងយើងអ្វីយើងមុជទឹកលៀងបាបយើងបួសស្រាតយើងមិនមែនប្រកែប្រកាន់អ្វីគ្មានប្រកាន់ស្លៀកទៅពាក់ជាគ្រឿងតណ្ហាដូច្នេះទៅយើងជាអ្នកស្អាតជាអ្នកសង្វាតលះបងពុះមានសម័យមួយនោះគេហៅថាអ្នកចលិតបួសក្រៅសាសនានិយាយធ្លាឲ្យក្បិលខ្លែងពីចដិលអ្នកបួសពួកអាចារ្យបួសនឹងគេយល់ពិតមិនប្រហែលគេបួសនឹងគ្មានគ្រឿងអលង្ការមុខគេសិទ្ធិលីចង់ឲ្យកូនប្រសាមកទទួលដែលខាងបីតាដែលរាប់អានសាសនាអ្នកគេមិនប្រកាន់អ្វីគេមិនស្លៀកមិនពាក់គេមិនមែនគ្រឿងអលង្ការឧទាហរណ៍ទៅសោះនេះហើយបានឥតខ្ចោះគេហៅតែអ្នកបួសស្រាតមិនប្រកាន់អីមុជទឹកលៀងបាបឥឡូវពេលហ្នឹងមិនដុនដាបគិតអញ្ជើញវិសាខាស្រីប៉ុន្តែនាងធីតាសិទ្ធិបដិសេធមិនមកអីនាងស្រីនឹកទៀនខ្មាស់ជាអស្ចារ្យយើងបួសត្រឹមត្រូវឥតមានអស្រូវកាន់សច្ចធម៌ឥឡូវពេលហ្នឹងអ្នកមួយគេមិនសូវល្អហើយពុកក្មេកគាត់រាប់អានស្និទ្ធស្នេហានាងហាក់ដូចជាប្រកាន់បន្តិចដែរមាសស្នេហ៍មិនបានអបអរជាមួយបិតាឲ្យពួកពលៀងទទួលប្រាប់ថាសិទ្ធិមហាដែលយកពុកក្មេករត់ទឹកខឹងខ្លាំងកន្លងនាងនួនអងប្រកាន់ណាស់បើចង់គុំទុកវានៅផ្ទះក៏ប៉ុន្តែចាប់ខ្វាមរករឿងអ្វីគេហៅថាយកទោសអូសដំណើរនេះអញ្ចឹងទេតើវាខាងជឿពុទ្ធមិនរាប់អានខាងអញអីបើចឹងកុំឲ្យវានៅមនុស្សអាស្រូវសាសនាដទៃនេះគំនិតពីមុខគាសិទ្ធិចាំឲ្យតែមេតនៅរឿងថ្ងៃអីពីព្រោះនាងស្រីគោរពបីពរ10ប្រការណាមួយដូចជានឹកឃើញតន្លងពិតក៏នឹងជាបណ្ឌិតឲ្យពរ10យ៉ាងឥឡូវស្រាប់ទៅវាមកដល់ផ្ទះចងេងចងាងវាមិនទុកឯងជាទេវតាដូច្នេះវាល្មើនឹងពរឲ្យវាបើអញ្ចឹងក្តៅខ្លោចផ្សាមានពេលថ្ងៃណាគឺថាអញចាប់ความទោសរបស់នាងស្រីសេ
សេដ្ឋីមកគៀននឹកទៅខឹងរឿងនឹងឲ្យតែមានពេលណាមួយគាត់គិតដីផងដេកព្រួយថាមានកូនប្រសាមួយបង្កប់3វាមានម្នះកាយរឹងស្អឹងទុកវានឹងនៅខ្មោចអីបណ្ដេញឲ្យវាទៅឡាំងហាក់ដូចជាបង្កប់3ចាំតែមានរឿងអីរាត្រីណាមួយកំចាត់ចេញឲ្យបាននាងវិសាខាយចិត្តនឹងគេហៅទៅពលឹងនៅមានស្ថិរភាពក្នុងខ្លួនថ្លែងពីមគ្គីបានគុំគួនមានពេលមួយនោះយប់ម៉ោង8គេហៅទៅសេះញីដែលមានកម្លាំងវាប៉ុណ្ណឹងវាស្រែកគឺជ្រាវពេលរាត្រីពាក្យថាសេះអសដរល្អប្រពៃវាកើតកូនខ្ចីសេះឈ្មោលមកវាជឿវាចាប់ចុកយ៉ាងខ្លាំងវាស្រែកគឺជ្រាវខ្លាំងនៅឯក្រោលសេះឯនាគវិសាខានឹកពេលណាដោយចង់សង្គ្រោះសេះឲ្យពួកសេនាមកមើលឲ្យមានរបៀបរៀបរយឲ្យត្រៀតយប់សូនដល់វាកើតកូនបានកាលណានាងយកភ្លើងមកពីក្នុងប្រាសាទខ្លាគឺថាបំភ្លឺមើលក្រោលសេះមកគេសិទ្ធិបានរាយការណ៍គេហៅថាធ្វើរបាយទៅដល់ពេញនឹងជ័យបណ្ឌិតរឿងនឹងវាជារឿងពិតកូនឯកខ្វះទាំងស្រុងពាក្យពោមពីពុកកើតថាកុំឲ្យនាំភ្លើងពីក្នុងចេញមកខាងក្រៅអើបំផ្លុងកុំឲ្យនាំអាក្រៅចូលទៅក្នុងវិញឥឡូវនាងមិនស្ដាប់សោះវិសាខាកើតមកពីណាវិហានអុចភ្លើងចេញក្នុងប្រាសាទបើចឹងសុំឲ្យបើកសន្និបាតឲ្យទៅនឹងជ័យបណ្ឌិតគិតឲ្យកូនស្រីយើងសាកទៅសួរប្រសាតើវាមិនគោរពបិតាវាដោយហេតុអីមគ្គសិទ្ធិលីបានប្រកាសថាហៅនាងនឹងមកសាកសួរនាគមិនគួរនាំភ្លើងពីក្នុងអុចចេះបំផ្លុងអុចមកក្រៅនឹងហេតុយ៉ាងណាអ្នកលបាញ់ល្បីនាងអត្តបាយថាមិនមែនចេះបោះឯងដឹងឯងអីកូនស្រីចេះពីគ្រូអាចារ្យគឺព្រះសមណៈគោតមនឹងឯងនាងនិយាយពីសង្ឃហធម៌5យ៉ាងនិយាយពីអវាទ3ឲ្យព្រះលោកទ្រង់លាតត្រដាងលោកមិនមែនប្រកែប្រកាន់សេដ្ឋីមហានិយាយពីអវាទទាំង3សពបបស្សអករណង្កុសលសូបសម្បទាសចិត្តបរិយោតបណង្អេតង្ពុទ្ធានុសាសនាយើងម្នាក់ត្រូវកុំប្រព្រឹត្តអំពើបាបគ្រប់ប្រការគឺថាញ៉ាំងអំពើល្អឲ្យដល់រាល់ថ្ងៃត្រូវដោះខាត់សម្អាតចិត្តឲ្យបានផូរផង់ចិត្តឲ្យត្រង់កុំវាចវេអ្នកធរអារិសរេមានប៉ុណ្ណឹងជាមិត្តរីមកគេសិទ្ធិស្ដាប់យូរទៅជក់ចិត្តអាណិតដល់កូនប្រសាស្រីក្នុងកម្ពីលោកនិទានស្ដីហាក់ដូចជាមាននិស័យអស្ចារ្យគិតទៅពីពួកបអញនិងពួកអាស្រូវគ
ព្រោះមិនដែលមនុស្សឯណាគេលះបង់ទាល់តែស្រាតអស់មានគេខ្មាស់បង្ហាញអ្នកខ្លះយាយនឹងតាធ្វើអញ្ចឹងគួរឲ្យរឹសចាគឺថាមិនដែលមុជទឹកលៀងអំពើអាក្រក់ចេញបានទោះដោះសាប៊ូប្រមាណ100,000 តោនបើមិនជ្រកកោននឹងអំពើល្អទេមានទឹកឯណាទៅលៀងជ្រះ3 4 10 ទលេក៏មិនដែលលៀងជ្រះអំពើអាក្រក់អីអំពើធ្វើនេះសិតតែផ្ទុយទាំងអស់ពីសច្ចធម៌គិតទៅពុទ្ធជាអំពើល្អនឹកទៅសរសើរកូនប្រសាស្រីមកគេដល់យល់ទៅយល់ត្រង់សែនត្រង់តាមប្លង់តាមផ្លូវអង្គព្រះបរមីតែនឹងឲ្យបានជាមានពាក្យបល័យគេហៅថាមកគេមេត្តានាងត្រូវមានឈ្មោះមួយទៀតត្រូវជាម្ដាយរបស់មកគេតួនាគនាគពងាដែលជាកំពូលនារីវិសាខាពេលនឹងមកគាមហាសិទ្ធិដែលជាអ្នកលបាញ់ល្បីខាងទិដ្ឋិមានអ្នករឹងអស្ចារ្យជាមនុស្សកាន់ធរអិស្យាគឺថាមែនចំណុះណានាអ្វីឥឡូវលែងអាស្រូវនឹងពុទ្ធទេយកបីយល់ជាទីបំផុតលែងមកគាមហាសិទ្ធិដោយនាងវិសាខាកែវកល្យានអុយលះអំពើអាក្រក់បានចូលមកជំនឿជឿសុបលើបុណ្យបរមីលើធម៌ដ៏ប្រពៃនៃសម្ដេចអង្គព្រះសម្មាគ្រាន់តែចិត្តលោកជ្រះថ្លាភ្លាមក៏សាងវត្តមួយនៅក្បែរសេដ្ឋីមុខពុបពីរៀមវត្តនោះទន្ទឹមគេហៅថាល្អប្រហាក់ប្រហែលចេតពុននៅសាលាពុបពីរៀមជាវត្តដោយមួយមានកិត្តិយសខ្ពង់ខ្ពស់ក៏សាងថ្មីនាងស្រីវិសាខាជាអ្នកឧបត្ថម្ភពុទ្ធសាសនាពេលណារាប់ពាន់អង្គចិត្តនាងត្រង់មិនមែនប្រកែកអ្វីជានារីឆ្លៀវឆ្លាតហើយមានកម្លាំងអច្ឆបោកច្បល់កើតមកមួយជាតិមិនដែលកោខ្យល់គេហៅថាកម្លាំងនាងនឹង5តម្រៃដោយប្រគិនទឹកដោះដែលមានរសជាតិផ្អែមនឹង5បែបនិយាយដោយសង្ខេបធ្វើដោយជ្រះថ្លាវិសាខាស្រីឥឡូវក៏សាងមានកុដិមានវិហារមានសាលាថ្វាយដល់អង្គព្រះសាសនាហើយហៅមកគាដែលឪពុកក្មេកយកយល់ជាថ្មីបានជឿសុបលែងកំរើកទៅឯណាកាន់សច្ចធម៌អានឹងព្រះចិនស្រីរាប់អានលើសដើមនាងវិសាខាលែកមានអ្វីគ្មានរបាំងខៀខាំងអីព្រោះពួកសេដ្ឋីមកគាឪពុកក្មេកបានមានចិត្តស្រស់ស្រួលទទួលគោរពសាសនាព្រះពុទ្ធណាអេចិត្តនាងមិនមែនប្រើហិង្សាទេតែមុះមុតចេះអត់ធ្មត់គ្រប់ប្រការមិនមែនប្រកាន់លោភៈទោសៈនិងមោហៈទាំង3វគ្គនាងទាត់ចោលហើយយកអំពើណាដែលឲ្យអង្គបៃតាគឺថាស្ដាប់បានជាធម៌តិចដូច្នេះវាបានអត្តន័យតកូលសិទ្ធិនឹងបានជឿសុបលើអង្គព្រះចោមភពអនាវរណញ្ញាណ
ដល់ព្រះអង្គនិទានធម៌អាមកគេចាប់ចុះដឹងថាត្រូវឥតខុសព្រះសម្មាថ្វាយកាយថ្វាយចិត្តថ្វាយវិជ្ជាឥតមានពេលណាងាកទៅវិញឡើយនេះហើយហៅតនារីដល់ល្បីបានប្រោកសេដ្ឋីដ៏រឹងរបឹងចេះគៀងគោប្រមូលអ្នកអស់នឹងឲ្យយល់ឲ្យដឹងពីរឿងធម៌អាឥឡូវនិយាយពីពុណវត្តនៈអ្នកមានម្ដាស័ក្តិជាកុលបុត្រសិទ្ធិមហាត្រូវជាឲ្យផោះស្នាគឺថាភពប្រសពចាប់ដៃពាក្យថាសោតានឹងយ៉ាងម៉េចកិច្ចនឹងខ្ញុំបាទនិយាយសាសាប់នាងវិសាខាមានច្បាប់លះទៅបងបានធម៌3គឺសកាយទិដ្ឋិមិនប្រកាន់កាយចុះទី2គឺធម៌អ្វីលះបង់វិជ្ជកិច្ឆាការសង្ស័យចុះធម៌ឲ្យទី3ហៅថាសីលវត្តបរមាស័ក្តិជាដើមអាចណែនាតបានលះធម៌3បានសេចក្តីថាអ្នកសោតាគឺមិនមែនប្រកាន់កាយមិនមែនតម្លើងរឹកពីអកប្បកិរិយាអូដល់ខ្ពស់ហួសណាណីកាយនាងប្រព្រឹត្តស្មើដរាបលះបង់អំពើបាបហើយនាងលះបង់ការសង្ស័យជឿច្បាស់លើរតនត្រ័យជឿកម្មជឿផលដែលខ្លួនប្រព្រឹត្តធ្វើជាអចិន្ត្រៃយ៍អត់មានកលៃវាត្រូវទទួលផលអញ្ចឹងវិញធ្វើអាក្រក់ឬធ្វើល្អកម្មខ្មៅកម្មសនឹងជាអំពើជាការងារដែលខ្លួនធ្វើព្រះថាមកនឹងឥតសង្ស័យមានជឿឲ្យសុបពោះបរតនត្រ័យសីលវត្តបរមាស័ក្តិនឹងគឺអ្វីមិនមែនស្ទាបអង្អែលប្រកាន់ហួសប្រមាណអត់មានជឿអ្វីដែលក្រៅពុទ្ធសាសនាហាក់ដូចជាអរណតាគ្រូមកជាដើមអាចហើយក៏មិនមែនបង្អាប់នរណាដែរនាងមានខ្នាតជឿជាក់លើវិញ្ញាណស្រីលែងប្រកាន់លែងស្ទាបអង្អែលលែងបកជែកដាក់លើក្បាលទៀតដូចយើងគេដែលចំនួនថ្មីជឿឲ្យច្បាស់លើត្រៃទាំង3លើធម៌វិន័យអង្គព្រះសម្មានាងចម្លែកអស្ចារ្យលើសគេលើសឯណាស់នាងមានកូនស្រី10ប្រុស10នេះខ្ញុំសូបរៀបមករាប់ហើយដល់កូននាងវិសាខាកូនប្រុសហើយនឹងកូនស្រីមានកូនម្នាក់10ទៀតស្រី10ប្រុស10ជាធម្មតាដូចនាងវិសាខាគឺគ្មាននរណាស្តៀងឡើយវាប្លែកពីមនុស្សធម្មតាប្លែកតាំងពីគ្រួសារកូនចៅផៅសណ្ដាតណាដូចខ្ញុំរាប់ខាងលើអស់លោកអ្នកស្ដាប់បានថានាងមានកូនប្រុស10កូនស្រី10បរិប3ទៅបូកជា20ដល់បណ្ដាកូនប្រុសកូនស្រីមួយអញ្ចឹងទៀតមានគូសកលប្រពន្ធប្តីម្នាក់មានកូន20បូកនឹង20ទៅជា440កូនគ្រួសារច្រើនណាស់ខ្ញុំមិនមែនអួតរហូតដល់ចៅទួតបូកឲ្យគ្រប់គ្រាន់បានសេចក្តីថា8420គ្រូអ្នកនាងវិសាខារាប់តាំងពីកូន
ស្រីកូនប្រុសទល់នឹងចៅបរាប់បីទៅគោលដៅលេខកត់ត្រា8000ផ្លាយ8420ហ្នឹងបើខ្ញុំមិនច្រឡំលេខឯណាទាំងកូនទាំងចៅនាងវិសាខាគឺថាអញ្ចឹងខ្ញុំបាទប្រឹងនិទានស្ដីផ្លែចាយផ្លែពេកគេសុខដុមរមនីមិនដែលអសន្នគ្រុនល្ងាមិនដែលប្រត់គ្នាមួយថ្ងៃអ្វីគេហៅថាសុខមាលភាពជាជោគលាភល្អណាស់នេះរឿងវិចារបាននិទានស្ដីហើយជំនាញសំណួរគេសួរចេញជាសេចក្តីខ្ញុំបាទបានអាងអ្នកជាន់ខ្ពស់បល័យគឺសម្ដេចមង្គលទេពាចាសួរទៅវិសាខាលោកសោតាចេះស្ដាប់ធម៌តាំងពី7ឆ្នាំតើត្រូវជាបងឬប្អូនព្រះលោកឆ្លើយពិតប្រកបណាស់ថាប្អូនព្រះទេនាងវិសាខាបើអញ្ចឹងបានសេចក្តីថាភេទរៈអ្នកឧបត្ថម្ភចំពោះពុទ្ធសាសនាមិនមែនបងអង្គព្រះសាសនាគឺថានាងចូលនិព្វានក្រោយព្រះទេប៉ុន្តែពាក្យមួយនាងចាំថាលោកសោតាតាំងពីអាយុ7ឆ្នាំពីព្រោះមេនដកៈជាជីតាត្រូវជាពុកធនិញជាបណ្ឌិតបានគិតដង្ហែនាងកុមារបានស្ដាប់ធម្មទេសនាតាំងពីកុមារអាយុឆ្នាំ7នាងស្រីរហូតពេញក៏មុំអត់មានច្រឹមច្រុំរូបក៏ស្រស់មិនមែនអាងសម្ផស្សគឺអត់ប្រកាន់កាយតាំងពីក្មេងខ្ចីគោរពបីចាស់កៃទុំដឹងអ៊ំមីងមេអ្នករាល់គ្នាគ្មាននរណាឃើញហើយអអន់បតីទាំងស្ដេចទាំងមន្ត្រីសំបីតែព្រះក៏ពេញចិត្តដែរដូច្នេះអំពើល្អដែលនាងបានសាងពិបាកធៀបក៏ដូចមនុស្សចិត្តខាងមិនដូចនាងវិសាខាបានសុខទាំងកូនចៅទាំងចៅទូតខ្ញុំមិនអួតទេតាមតម្រាគម្ពីរធម្មបទបានតម្រង់ថាគឺថាបានសុខបានសួស្ដីអ្នកសាសនាខុសកៃគ្នានាងពងាចេះអោនអត់បានសេចក្តីថាអត់ថ្មត់វាមិនដូចយើងចំនួនថ្មីដល់ចូលចិត្តឆ្នាំ2000ខ្ញុំមិនមែនថានឹងដោយនយោបាយអ្វីពីព្រោះពិភពបាយលោកីអ្នកទស្សនវិទូដែលល្បីលោកសុក្រាតបាននិយាយថាពិភពលោកនេះវារកេតរកូតសេចក្តីទុកនឹងបង្ហូតកម្របានសុខទៅខាប៉ុន្តែចំនួនអង្គប្រសិទ្ធវិចិត្រមីដកមានមហាឧបាសិកាមកនាងវិសាខាគឺថាអាយុបាន120ទើបនាងលាចាក់លោកទៅក៏ប៉ុន្តែអាយុនឹងវែងណាស់ដែរវែងលើសយើងស្រុកខ្មែរកាលពីចំនួនជនវិជនស្រីកាលនោះដែលព្រះនិព្វានក្នុងចំនួននៅមានអរហន្តសម្ដែងទេសនាយ៉ាងណាឮសូរគម្ពីរអើតម្រាគេបានថាមិនមែនលេងអ្វីដែលនាងអញ្ជើញទៅស្ដាប់ធម្មទេសនាអង្គអរហន្តមហាអនន្តឬសារបុត្រមកកលៀនក៏ប៉ុន្តែដល់ពេលដែលអរហន្តចាស់ចាស់ចូលនិព្វាននៅអង្គអរហន្តថ្មីថ្មីព្រោះអាយុនាង100ផ្លាយហើយចេះតែទៅមូលកូនម្ដាយអញដល់ពេលស្ដាប់ទេសនាហ្នឹងមូលរឿងស្រីស្រីមានកូនមានចៅហើយរូបនឹងបេះបិទដូចគ្នាទាំងអស់មានរូបមានសម្រស់មិនដឹងនរណានោះយាយវិសាខាអីបើនាងទៅច្រឡំគ្នាក
นเจ้ารบรอยนึกสัตย์ใส่จับจะล้อมบองโอนยิตีมิตรขมิ้นนาดังแต่ยัยวิสาขาเจ้าก็มอมโกนก็มอมไปเจอกับฉันชมบ่มือbị khang mình hiến liệt đang cứ mơ tấu đôi kia na mình đăng trên na để hao tao mình nút cùi chích kia tôi chắp cho lòng mình đăng đi chắp trong lư một con na một niệm bị sai kha của oi ở chắp bê là liệt mây bà nạ na đi trong đăng kỳ chát mơ thành miệng nắng đây là ọ đôi vi chùm tung nha bà kỳ chát thì mình là ngôn thầm riệp làng tục té nó chót cho cung mình men đôi kia mình dây nạ na để chót cho cung là một té là đang ai cứ dây vì xa kha có bên này rút sáu mà đôi chào tiệp đa anh đây miền chặt đi cái hao thật là vi giác con là gian là đòi vi chặt nà man hạt đôi trời giúp nó mà rồi một phi gặp bên này bà mưa sai tấu thùng đông đôi có mông phùng cho đấy vì là dọn niềng xây sai đôi chia slap cả ngao là tụi mình đôi cam ly tụi mình bay kia bọt đầy vùng ấy cái hao thật tôn ta trâm là so rồi lung anh nói cái hao thật là trăng cùi cha là mùi tiết sập bol ngày tuột bay niên đá ở tổ na chết rư ngay sập bol với ắt miền prai nâu từ thom đá nâng hay cứ ta là sập bol sạch nâu pin ấy cái miền của ba để cô cái miền bột bom có rồi mò dòng sông mây rộp phân năng cho cứ tu niềng vì xa khá trên nát vừa bón dáng chích nát oi tiền mình kết đế giang na tại niềng cao mọc từ cô cha cứ mà hà nạc miên kỳ bồ ran vây có plai kê đai còn riệp ca bay khai miền là đốt nha hỏi rụp thùng tôi mình tôi chất niên trăng vì bạn nâng rốt là ná sman rương đại niên bình tranh máu chỉ trung trê sất từ rương phật nít miên cầm nít đo có làm trên nặng phá đô phá đạch khliêu klan mình bàn mơ bầm năm là ná vây trên nặng mùi giang chợt mình ăn hơi của mình đi con nặng này là sao tôi bây giờ trai vào đó vào xong của họ lâu cầu mê lơ đây bảo miền son ấy on cờ bảo vào cầm pul này đi visa khá sấy ai chui dọc asa son nặng đất tây ắt bay thuê và hai pran một bậc thầm nó cứ men tên đang bị mơ chìm ngư chui chắp đang bị chìm nay chìm nóc bài ha mà hốp kêu srop kêu sliệt pe chui đặt tục chui từ đấy thì mình dây pin tu bị rương vì xa khá thì mình nốt cây muối là bay là bàn thì hao ốp thom mình men ốp thom trăm tay prang sama tua bay kia dương thom đa bờ sân thì chụp vô pel na thì đa mình men mày ở đây chẳng ban việc nhom chặt ở ram muối chẳng đè lưu xô khmai dương người ta hạ rót không sọc rau sọc còn dây bọc cọt lưu xô
នារីកពូលម្នាក់ឈ្មោះដៃអាណាពេលដែលនាងស្លាប់ទៅអត់មានសត្រូវនឹងបុគ្គលណាគេកោតគេក្រែងគេសោកគេស្ដាយអស់ចាខ្ញុំបានមានគំនិតគិតថាប្របេះនាងវិសាខាចំនួនបុរាណខ្ញុំគ្រាន់តែប្រៀបធៀបឧទាហរណ៍ខ្លះទោះច្បាស់មិនច្បាស់គង់តែពិតណាអេយបានថានារីចំនួនថ្មីឥឡូវបាច់មានសិទ្ធណាឲ្យតែយើងធ្វើល្អក្នុងខណ្ឌសន្តានណាមិនរិះមិនគន់មិនឆ្មាំងមិនឆ្មៃតាំងចិត្តប្រពៃដោយក្តីរាប់អាននិយាយឲ្យចំថាសិល5ហ្នឹងហើយបងប្អូនទោះបរោះទោះនារីដល់ស្កានយើងមិនបានដាច់សិលណាមួយអ្វីសិល5កម្មបទ10បើខែមកចប់សិទ្ធិពិភពលោកនឹងកើតមានឯងមិនបាច់ណានាមកថ្លាថ្លែងនឹងបើតាមយោបល់ខ្ញុំអ្នកចបៃយ៉ាងហើយបងសុងលៀងហាក់ជាក់លាក់គាត់បានឲ្យខ្ញុំនិទានស្ដីយកនាងវិសាខាប្រយោជន៍ដើម្បីតម្រូវអធិស្ឋានអ្នកពុទ្ធសាសនាបរោះនារីធនដែលខ្ញុំលើកមកហ្នឹងបើគេដឹងថានាងចូលនៅពៀនឬសូនជីជនមនុស្សម្នាច្រើននៅពិភពលោកគេស្ដាយលន់គេហៅថាគ្រប់លក្ខឬបញ្ញពិតកល្យានគ្មានទាស់ទាំងណាប៉ុន្តែយូរវាមានម្ដងក្នុងពិភពលោកមិនចេះតែមានគ្រប់ជាធម្មតាដោយបុណ្យនិស័យព្រេងវាសនាខ្ញុំនិយាយរឿងល្អិតរឿងនាងវិសាខាតែមហាឧបាសិកាចំនួនបុរាណទីមួយគឺដោះទុកនាងបំរើដាច់មុខមិនរើសអើងបែងចែកថានឹងមានអ្នកក្រต้องមានចំណែកទី2ចិត្តត្រង់ចំពោះពុទ្ធសាសនាទី3ខ្នះខ្នែកគ្រប់បែបគ្រប់យ៉ាងជួយអ្នកបៀតខាងប្រពៃទាំងបិតាមេតាចេះគោរពកោតក្រែងថ្លៃថ្លាគឺគ្មាននរណាមកស្មើដៃមួយទៀតនាងលះអាស្ម័យមានណាស់ចេញអស់ពីខ្លួនគ្មានការគំនុំគុំគួនមានវិសមានពួនមានលក្ខលៀមអ្វីចំពោះត្រៃសរណគមបានសេចក្តីថារាប់អានបរតនត្រ័យហើយពាក្យថាមិនជាតិជ្រែកអ្នកដតីក៏មានអត្ថន័យលើផ្លូវចិត្តវិសាខាដែររឿងរ៉ាវខ្ញុំរាប់រៀបតាមរបៀបរឿងពុទ្ធសាសនិយមមហាឧបាសិកាជាទីមនោរម្យដែលបដូរស្លាប់បដូររស់ដោយហោហាលុះត្រាបាននៅពៀនយឋានអមតៈមានបណ្ដាស័ក្តិគឺនាងជាបណ្ដូលស្នេហ៍ខ្ញុំចង់ឲ្យនារីខ្មែរមិនឲ្យព្រួលប្រែប្រព្រឹត្តនៅបានដូចវិសាខាឥឡូវការរៀបរាប់មុននឹងចប់សូមជូនពរជ័យប
កំណាច់យករឿងមានអត្តន័យពុទ្ធបរិស័ទជាតិខេមរាគ្រប់ជាតិដីសាសក្នុងពិភពដែលគោរពពុទ្ធសាសនាក្រែងមានទើសចតនារឿងវិសាខាព្រេងព្រឹត្តបុរាណឮល្បីគ្រប់សាសជាតិសាសឯទៀតដែលធ្លាប់ស្គាល់បើចឹងសូមឲ្យមនុញ្ញផលរឿងវិសាខានៅស្កានសូមឲ្យចាប់បដិសន្ធិឡើងវិញពេញលេញមនុស្សគ្រប់មជ្ឈដ្ឋានបងប្អូនញាតិសន្តានឲ្យបានប្រកបសុខសួស្តីផលិតកម្មសាយន្តរាគឺថាយសូមជូនពរទាំង4ខ្ញុំបាទប្រាជ្ញជួនសូមបញ្ចប់រឿងវិសាខាមានអត្តន័យចែកជូនដល់បងប្អូនញាតិមិត្តទាំងឆ្ងាយទាំងជិតជាទីមេត្រីប្រសង់កុហកសូមមានសុខសួស្តីសាយន្តរាផ្នែកខាងយបៃលីសុំលាបញ្ចប់ប៉ុណ្ណឹងអាយអើបើសិនជាមានខុសលោកកុំខឹង